បកទៅកាន់អាជីពជាអ្នកដែលផលិតមាតិកាវិញទី1តាំងអាចចាប់ផ្ដើមពីល្បីស្រាប់ផុសវីដេអូទៅផ្ទុះស្រាប់ប៉ុន្តែមានភាពលំបាកអីខ្លះពេលដែលទៅថតវីដេអូបែបទេសចរណ៍ហ្នឹងអូខេអញ្ចឹងតាក់ទងទៅនឹងផលលំបាកធ្វើអីក៏លំបាកដែរអត់មានអីស្រួលទេប៉ុន្តែបើសិនជានិយាយថាតាក់ទងទៅនឹងការធ្វើ content បែបទេសចរផលលំបាកទី1គឺពេលវេលាយើងត្រូវចំណាយពេលច្រើនព្រោះថាបើសិនយើងតង់ទៅទីតាំងមួយដែលស្អាតយើងត្រូវចំណាយពេលហើយក៏2ថ្ងៃដែរហើយបើសម្រាប់ខ្ញុំផ្ទាល់វិញខ្ញុំគឺជាបុគ្គលិកពេញសិតពេញម៉ោងដែរអញ្ចឹងខ្ញុំពិបាក arrange ពេលវេលាមែនទែនគឺខ្ញុំអាចឲ្យប៉ះពាល់ដល់ម៉ោងការងារខ្ញុំវិញអញ្ចឹងជាធម្មតាគឺខ្ញុំចំណាយពេលបានតែ40អាទិត្យទេអញ្ចឹងបើសិនខ្ញុំទៅកន្លែងហ្នឹងមួយអញ្ចឹងអូខេថ្ងៃសៅរ៍ពេលខ្លះថ្ងៃសៅរ៍ខ្ញុំធ្វើការមកព្រឹកទៀតចប់ម៉ោង12ព្រឹកខ្ញុំចេញទៅជិះម៉ូតូជិះឡានបាទជិះម៉ូតូភាគច្រើនដូចខ្ញុំទៅជ្រាវទៅអីហ្នឹងខ្ញុំទៅតែ40អាទិត្យទេចេញទៅដេកមកយកមកវិញអញ្ចឹងមានន័យថាខ្ញុំមានពេលតែ2ថ្ងៃទេក្នុងការថតវីដេអូឲ្យដូចគេទៅ2ថ្ងៃអញ្ចឹងមានន័យថាអានឹងគឺជា challenge ធំមួយសម្រាប់ខ្ញុំហើយមួយទៀតវិញគឺកន្លែងដើរលេងដូចដឹងស្រាប់ហើយការប្រកួតប្រជែងច្រើនគឺមាន content creator បែបដើរលេងច្រើននៅក្នុងបណ្ដាញសង្គមយើងអញ្ចឹងណាអញ្ចឹងយើងក៏ត្រូវទៅឲ្យតន់គេដែរគេទៅកន្លែងថ្មីយើងត្រូវទៅដែរពេលខ្លះកន្លែងណាមួយដែលយើងគិតថាអូខេគេអត់តន់ទៅដល់គឺយើងត្រូវទៅកន្លែងហ្នឹងអញ្ចឹងបើសិនជាយើងអត់មានពេលវេលាទេយើងមានគំនិតយើងមាន plan ប៉ុន្តែយើងអត់មានពេលវេលាអាហ្នឹងក៏ជា challenge របស់យើងដែរខ្ញុំគិតថាអានេះ challenge ធំឯព្រោះធំមែនទែនសម្រាប់ខ្ញុំគឺពេលវេលាហ្នឹងបងព្រោះបើគេជិះឡានវាអាចថាមានអ្នកបើកបរមានអីចឹងទៅយើងសម្រាកនៅឡានបានតែពេលយើងអត់យើងចំណាយកម្លាំងតាំងពីឧទាហរណ៍ថាធ្វើការថ្ងៃសៅរ៍មកព្រឹកតែពេលជិះខ្ញុំជិះទៅចំណាយពេល1ម៉ោង2ម៉ោងវាហត់បាត់ហើយតែត្រូវការថត footage អស់ទៅតាមផែនការមួយបន្តមកទៀតយប់ឡើងគេអត់ដូចកាត់វីដេអូសិនបើខ្ញុំទៅដើរលេងយប់ឡើងគេងសិនណាមិនកាត់វីដេអូសិនទេមកវិញបាត់កាត់ម្ដងពេញបាត់កាត់បាទប៉ុន្តែអាចអូខេដូចថ្ងៃមុនអញ្ចឹងខ្ញុំទៅស្ពានខ្ពស់ជាងគេនៅខ្មែរអូខេនៅអូសោមហ្នឹងថ្ងៃដែលខ្ញុំទៅខ្ញុំអត់ expect ទេថាស្ពាននឹងគេបើកឲ្យឆ្លងហើយថ្ងៃដែលខ្ញុំទៅគឺថ្ងៃទី2គេបើកថ្ងៃទី14ខ្ញុំទៅថ្ងៃទី15គឺបើកជាអចិន្ត្រៃយ៍ហ្មងអញ្ចឹងគឺយើងអាចរាប់ថាកន្លែងហ្នឹងគឺជា hot news ហ្មងដែលយើងចង់ផ្សព្វផ្សាយទៅឲ្យប្រជាជនខ្មែរយើងដឹងថាបងឯងមកលេងមកស្ពានគេបើកអីមិនងាយទេណាខ្ញុំទៅដល់កោះកុងភ្លាមគឺខ្ញុំកាត់ភ្លាមហ្មងអញ្ចឹងតតែមានន័យថា special news ណាមួយដែលខ្ញុំត្រូវចង់ផ្សព្វផ្សាយភ្លាមៗខ្ញុំត្រូវកាត់អូវាក្តៅហ្មងឲ្យមុនគេហ្មង